កិច្ចការផ្ទះភាសាខ្មែរថ្នាក់ទី2មេរៀនទី51ចំការរបស់ជីតាខ្ញុំដល់មេរៀនទី52មេមាន់និងកូនអំណាន1ចូលគូភ្ជាប់ពាក្យន័យដូចនឹងពាក្យសាហាវឲ្យបានត្រឹមត្រូវ2ចូលរកពាក្យផ្ទុយនឹងពាក្យដោយគូសសញ្ញាគ្រាសក្នុងប្រអប់3ចូលគូភ្ជាប់ពាក្យនឹងន័យរបស់ពាក្យឲ្យបានត្រឹមត្រូវ4ចូលគូផ្គងល្បះតាមរូបភាព5ចូលគូសញ្ញាគ្រាសក្នុងប្រអប់ចម្លើយសមស្របតើកូនមាន់ធ្វើដូចម្តេចដើម្បីជៀសផុតពីសត្វសាហាវសំណេរ6ចូលរៀបតួអក្សរឲ្យបានជាពាក្យត្រឹមត្រូវ7ចូលរៀបពាក្យកន្សោមពាក្យខាងក្រោមឲ្យទៅជាល្បះត្រឹមត្រូវ8ចូលតែងល្បះឲ្យត្រូវនឹងរូបភាព9ចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវ10ចូលសរសេរអក្សរនិងពាក្យមេមាន់